កម្ពុជាជាប្រទេសអ្នកមានផ្នែកធនធានធម្មជាតិជាច្រើនប្រភេទរាប់មិនអស់រហូតធ្វើឲ្យប្រទេសនេះតូចតែក្លឹមនិងល្បីឈ្មោះបោះសម្លេងខាងបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរក្នុងចំណោមធនធានជាច្រើនប្រភេទរ៉ែមាសត្រូវបានកំពុងធ្វើការបូមយ៉ាងច្រើនសន្ធឹកសន្ធាប់នៅខេត្តមណ្ឌលគិរីក្រោមគម្រោងអូខ្វាវដោយក្រុមហ៊ុន Renaissance Mineral របស់ប្រទេសអូស្ត្រាលីហើយថែមទាំងមានគម្រោងពង្រីកអាជីវកម្មនេះបន្ថែមទៀតនៅខេត្តត្បូងឃ្មុំដែលអាចផលិតមាសប្រមាណ3តោនក្នុងមួយឆ្នាំគួរបញ្ជាក់ផងដែរថាក្រុមហ៊ុននេះធ្វើការចម្រាញ់មាសជាលើកដំបូងនៅថ្ងៃទី21ខែមិថុនាឆ្នាំ2021នៅតំបន់អូខ្វាវស្រុកកែវសីមាក្រោយពីបានសិក្សាអស់រយៈពេល14ឆ្នាំទើបត្រឹមខែកុម្ភៈឆ្នាំ2025ក្រុមហ៊ុននេះបានផលិតមាសរហូតដល់13729គីឡូក្រាមដែលមានតម្លៃប្រមាណជា $1.47 លានឯណោះចូលឯណាមេដាធម្មជាតិក៏បានដឹងបន្ថែមតាពីខែវិច្ឆិកាឆ្នាំ2023ថារដ្ឋាភិបាលកម្ពុជាទទួលបានលុយជាង $14.4 លានជាសួយសារពីផលិតកម្មមាសដោយមិនរាប់បញ្ចូលពន្ធបង់ប្រាក់មុនពន្ធលើប្រាក់ខែពន្ធកាត់ទុកនិងពន្ធអត្ថប្រយោជន៍ឡើយទន្ទឹមនឹងលុយដែលច្រើនសន្ធឹកសន្ធាប់ក្នុងអាជីវកម្មនេះយើងសូមបង្វែរអារម្មណ៍បងប្អូនមកដឹងពីបំណុលវណ្ឌករបស់យើងដែលកើនតួលេខជារៀងរាល់ឆ្នាំដូចតទៅកាលពីឆ្នាំ2023កម្ពុជាមានបំណុលបរទេសនៅក្នុងស្រុកសរុបចំនួន $10.27 លានអាមេរិកក្នុងនោះចិនបានថ្លែងជាស្ដេចបំណុលមេរបស់ព្រះរាជាណាចក្រកម្ពុជារហូតដល់ $3.96 លានអាមេរិកចំណែកឆ្នាំ2024បំណុលសរុបកើនឡើងរហូតដល់ $11.78 លានអាមេរិករហូតមកដល់ឆ្នាំ2025នេះរដ្ឋាភិបាលគ្រោងនឹងខ្ចីលុយបន្ថែមទៀតចំនួន $2.8 លានអាមេរិកពីក្រុងដៃគូអភិវឌ្ឍន៍អួតរឿងអភិវឌ្ឍក៏អួតចំពាក់លុយគេក៏ច្រើនដូចមិនឃើញអួតផងហើយបើអញ្ចឹងយើងជាប្រជាពលរដ្ឋមានដឹងទេថាទាំងលុយអួតនិងលុយចំពាក់គេហ្នឹងរដ្ឋយកទៅចាត់ចែងដោយគតិបណ្ឌិតយ៉ាងណាទៅសំណួរដដែលពីចលនាមេដាធម្មជាតិដែលបានបង្ហោះសួរម្ដងហើយទៅកាន់រដ្ឋាភិបាល1តើរដ្ឋាភិបាលទទួលបានថវិកាសរុបប៉ុន្មានពីការដេញថ្លៃគម្រោងរបស់ក្រុមហ៊ុនខាងលើនេះហើយតើការដេញថ្លៃខាងលើនេះមានតម្លាភាពនិងគណនេយ្យភាពដែរឬទេ2តើរដ្ឋប្រមូលពន្ធបានចំនួនប៉ុន្មានក្នុងរយៈពេល1ឆ្នាំហើយសរុបចំនួនប៉ុន្មានក្នុងរយៈពេល4ឆ្នាំក្រៅពីលុយសួយសារចំនួន $14.4 លានពីគម្រោងរ៉ែមាសនេះ3តើថវិកាដែលទទួលបានពីការដេញថ្លៃគម្រោងការបង់សួយសារនិងពន្ធផ្សេងបានចូលរួមយ៉ាងដូចម្តេចក្នុងការអភិវឌ្ឍជាតិក៏ដូចជាពង្រឹងគុណភាពលើវិស័យអប់រំវិស័យសុខាភិបាលនិងដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋជាពិសេសគឺបញ្ហាសិទ្ធិមនុស្សនិងនីតិរដ្ឋដែលប្រទេសកម្ពុជាអន់ធ្លាក់ដល់បាតទទួលបានពិន្ទុរហូតដល់141ក្នុងចំណោម142ប្រទេសផ្អែកតាមសន្ទុះនីតិរដ្ឋដោយ World Justice Project នៅឆ្នាំ2024កន្លងទៅដូច្នេះសូមក្រសួងនិងអាជ្ញាធរពាក់ព័ន្ធធ្វើការឆ្លើយតបដោយការទទួលខុសត្រូវដល់ពួកយើងផងព្រោះបើនៅស្ងៀមស្ងាត់ប្រៀបដូចជាកំពុងកិច្ចវេះពីការពិតដូចឆ្លេះឯងសូមពុកម៉ែបងប្អូនធ្វើការចែករំលែកសំណួរទាំងនេះទៅកាន់រដ្ឋាភិបាលទាំងអស់គ្នាសូមអរគុណ